នេះគឺជារឿងរ៉ាវរបស់បងស្រីម្នាក់ដែលបានសរសេររៀបរាប់ផ្ញើមកឲ្យ admin ដើម្បីនិទានជូនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ទុកជាការកែកម្សាន្តពីកិច្ចការងារហើយប្អូនស្រីម្នាក់នោះនាងមានឈ្មោះថាស្រីលៀបនាងប្រាប់រឿងនេះបានកើតឡើងតាំងពីយូរណាស់មកហើយតាំងពីនាងរស់នៅផ្ទះជួលជាមួយនឹងប្តីរបស់នាងមកម្ល៉េះហើយនាងបានបន្តទៀតថាចាប់តាំងពីរៀបអាពាហ៍ពិពាហ៍រួចមកនាងជាមួយប្តីបានមកស្នាក់នៅក្នុងផ្ទះជួលមួយកន្លែងហើយមានថ្ងៃមួយស្រីលៀបនាងអង្គុយលើពូកស្ដើងក្នុងបន្ទប់តូចចង្អៀតមួយកន្លែងព្រោះតែជីវភាពក្រីក្រពេកដូច្នេះស្រីលៀបនាងមិនចង់នៅផ្ទះដេកចាំតែស៊ីនោះទេនាងគិតថានាងនឹងស្វែងរកការងារធ្វើដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់នាងនិងប្តីជារៀងរាល់ថ្ងៃគឺស្រីលៀបនាងបានស្វែងរកការងារធ្វើយ៉ាងលំបាកណាស់ប្រាក់កាសដែលនៅសល់គឺតិចតួចទៀតថ្ងៃនេះនាងត្រូវតែចេញទៅរកការងារធ្វើបើមិនដូច្នោះទេច្បាស់ជាអត់បាយស្លាប់ទាំងអស់គ្នាហើយមានថ្ងៃមួយស្រីលៀបនាងដើរកាត់ផ្សារចាស់មួយកន្លែងដែលពោពេញទៅដោយក្លិនត្រីប្រៃនិងផ្សែងបារីអ៊ូអាប់ហើយនៅក្នុងខួរក្បាលរបស់នាងគឺងងឹតឈឹងមិនដឹងថាទៅខាងណានោះទេដោយសារតែភាពអស់សង្ឃឹមនៅក្នុងជីវិតរំពេចនោះស្រាប់តែភ្នែករបស់នាងក៏បានប្រទះភ្នែកឃើញទៅនឹងក្រដាសតូចមួយសន្លឹកវាជាការប្រកាសជ្រើសរើសបុគ្គលិកស្រីលៀបឈរសម្លឹងមើលផ្ទះជួលចាស់មួយនេះមួយសន្ទុះដោយអារម្មណ៍ស្ទាក់ស្ទើរក្នុងចិត្តពេលនោះដែរស្រាប់តែមីងម្ចាស់ហាងបានចេញមកទទួលស្វាគមន៍នាងដោយទឹកមុខញញឹមញញែមប៉ុន្តែសំឡេងរបស់មីងម្ចាស់ហាងនោះគឺរៀងស្អកស្អកហាក់ដូចជាមានអ្វីមួយនៅក្នុងបំពង់ករបស់គាត់អញ្ចឹងហើយនៅទីនោះក៏មានពូម្នាក់រាងខ្ពស់ដែលឈរនៅក្បែរទីនោះដែរតែមិនព្រមងាកមកមើលស្រីលៀបតលតែសោះគាត់គ្រាន់តែឈរកោសម្លតែម្នាក់ឯងដោយស្ងៀមស្ងាត់តែប៉ុណ្ណោះបន្ទាប់មកមីងម្ចាស់ហាងក៏បានទាញដៃស្រីលៀបទៅជ្រុងងងឹតមួយពេលនោះមីងខ្សឹបថាកូនអើយកុំឡើងទៅជាន់ទី3នោះឲ្យសោះហាមដាច់ខាតបើគ្មានការអនុញ្ញាតពីមីងណាហើយបើបានឮសួរសំឡេងអ្វីក៏ដោយក៏ធ្វើមិនដឹងមិនឮទៅកុំទៅរវល់នឹងវាអីណាកូនពេលឡើងទៅដល់បន្ទប់លាងចាននៅជាន់ទី2ស្រីលៀបឃើញតែទ្វារដៃច្រេះដ៏ធំមួយសោធំពណ៌លឿងចាក់ជាប់នៅទីនោះពីក្រោយទ្វារនោះគឺងងឹតឈឹងដូចជាមាត់រូងភ្នំអញ្ចឹងស្រីលៀបធ្វើការនៅទីនោះបានមួយអាទិត្យហើយការងាររបស់នាងគឺរវល់ខ្លាំងណាស់ជារៀងរាល់ថ្ងៃសំឡេងភ្ញៀវអ៊ូអរពាសពេញហាងស្រីលៀបមិនមានពេលគិតពីរឿងទ្វារដែកនោះអីនោះទេស្រីលៀបនាងគិតថាវាគ្រាន់តែជាកន្លែងសម្រាប់គេទុកដាក់អីវ៉ាន់អីតែប៉ុណ្ណឹងលុះដល់ម៉ោង 3:30 ល្ងាចក្នុងហាងក៏ស្ងាត់ឈឹងមីងនិងពូពួកគាត់បានចេញទៅផ្សារទិញអីវ៉ាន់ទុកសម្រាប់ធ្វើលក់នៅថ្ងៃស្អែកទៀតដោយបណ្ដោយឲ្យស្រីលៀបនៅក្នុងហាងនោះតែម្នាក់ឯងដែលនាងលាងចាននៅក្បែរនឹងកាំជណ្ដើរខណៈពេលដែលស្រីលៀបកំពុងលាងចាននោះស្រាប់តែនាងមានអារម្មណ៍ថាហាក់ដូចជាមានគេកំពុងសម្លឹងមើលនាងពីក្រោយខ្នងអញ្ចឹងព្រោះពេលនោះនាងមានអារម្មណ៍ព្រឺខ្លួនមែនទែនវាញាប់ញ័រត្រជាក់ខ្លាំងណាស់នៅពេលនោះចាប់ពីថ្ងៃនោះមកស្រីលៀបនាងចាប់ផ្ដើមកត់សម្គាល់ឃើញរឿងចម្លែកបានកើតឡើងជាបន្តបន្ទាប់ស្រីលៀបនាងបានកត់សម្គាល់ឃើញមីងតែងតែធ្វើគុយទាវសុទ្ធមួយចានដាក់តែទឹកសុទ្ធគ្មានសាច់គ្មានបន្លែអីនោះទេមីងយកចានគុយទាវនោះឡើងតាមកាំជណ្ដើរឡើងទៅជាន់ទី3នោះមីងងើយមើលទៅលើដោយភ្នែកភ័យខ្លាចរួចក៏ដើរចូលទៅក្នុងទីងងឹតនោះបាត់ទៅប្រហែលតែ 2-3 នាទីមីងក៏ចុះមកវិញភ្លាមចានគុយទាវនោះគឺទទេស្អាតហើយមីង
មុខគាត់ឡើងស្រពោនដៃញ័រមីងចាក់សោយ៉ាងរហ័សហើយដើរចេញទៅវិញដោយមិនងាកក្រោយនោះឡើយពី3ថ្ងៃក្រោយមកសំឡេងចម្លែកក៏ចាប់ដើមឮឡើងឮសូរគ្រឹតដូចជាមាននរណាម្នាក់កំពុងអូសជើងដើរលើឥដ្ឋនៅជាន់ខាងលើអញ្ចឹងស្រាប់តែថ្ងៃនេះសំឡេងខុសពីម្សិលមិញវាមិនមែនជាជំហានដើរទៀតទេវាជាសំឡេងកេកកុកគ្រុកក្រាក់ដូចជាគេយកស្លាបព្រាកោសនឹងបាតចានអញ្ចឹងពេលនោះដែរស្រីលៀបនាងទ្រាំលែងបានហើយនាងសួរទៅមីងម្ចាស់ហាងថាមីងអើយតើនៅជាន់លើនឹងមានអ្វីទៅពេលនោះមីងងាកមកវិញភ្លាមភ្នែកឡើងក្រហមហើយនិយាយថាគ្មានអីទេកុំសួរគិតតែធ្វើការរបស់ឯងទៅកុំទៅខ្វល់ស្រាប់តែមីងបានយកម្រាមដៃចង្អុលមើលលើស្រីលៀបមុខមីងទំនងជាក្តៅក្រហាយទាំងខឹងហើយទាំងភ័យទៀតផងពេលនោះដែរស្រីលៀបនាងរួញខ្លួនបន្តិចទន្ទឹមនឹងនេះដែរស្រាប់តែមានឮសូរសំឡេងបន្លឺឡើងយ៉ាងខ្លាំងរំខានខ្លាំងណាស់នៅជាន់ខាងលើមកស្រាប់តែស្រីលៀបនាងមានអារម្មណ៍ថាដូចជាមានគេកំពុងសម្លឹងមើលនាងពីខាងលើមកហើយពូកំពុងតែឈរនៅក្បែរនោះដែរគាត់មិននិយាយអ្វីទេគ្រាន់តែលួចសម្លឹងមើលស្រីលៀបជារយៈតែប៉ុណ្ណោះនៅល្ងាចថ្ងៃសុក្រស្រីលៀបសម្លឹងមើលតាមបង្អួចហាងទៅខាងក្រៅមេឃមានពណ៌បៃតងខ្មៅខុសពីធម្មតាពេលនោះដែរស្រាប់តែភ្លៀងចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងមីងនិងពូបានជិះឡានចេញទៅផ្សារដោយទម្លាប់របស់ពួកគាត់ហើយស្រីលៀបនាងនៅមើលហាងតែម្នាក់ឯងដោយរាល់ដងនាងត្រូវធ្វើការឲ្យរួចហើយស្អែកគឺជាថ្ងៃឈប់សម្រាករបស់នាងហើយពេលនោះដែរស្រីលៀបនាងទាញទ្វារដែកចុះមកពាក់កណ្ដាលដើម្បីការពារទឹកភ្លៀងសំឡេងទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងខាងក្នុងហាងងងឹតឈឹងខណៈពេលដែលនាងកំពុងតែជូតកម្រាលឥដ្ឋនោះក្នុងហាងគឺស្ងាត់ខ្លាំងណាស់ឮតែសំឡេងភ្លៀងធ្លាក់លើដំបូលតែប៉ុណ្ណោះរំពេចនោះដែរភ្លើងក្នុងហាងក៏ភ្លឺភ្លឹបផ្លែតរួចក៏រលត់ទៅវិញទាំងស្រុងនៅក្នុងហាងគឺងងឹតឈឹងស្រីលៀបឈរឡើងរឹងខ្លួនដោយបង្គោលភ្លើងអញ្ចឹងនាងឮតែចង្វាក់បេះដូងខ្លួនឯងដែលកំពុងលោតឌុកដាក់តែប៉ុណ្ណោះភ្លាមនោះស្រាប់តែភ្លើងក៏ភ្លឺឡើងមកវិញស្រីលៀបដកដង្ហើមវែងមួយសន្ទុះស្ទើរតែភ្លេចខ្លួនទៅហើយស្រាប់តែពេលនោះមានក្លិនអ្វីមិនដឹងទេហាក់ដូចជាក្លិនធូបចិនក្លិនឈ្ងុយភាយចេញពីខាងលើកម្មចន្ទើជាន់ខាងលើមកស្រាប់តែស្រីលៀបនាងក៏បានឮសំឡេងបន្លឺឡើងថាញ៉ាំស៊ុបដូចជាសំឡេងសត្វអ្វីម្យ៉ាងដែលកំពុងតែស្រេកឃ្លានចង់ស៊ីសាច់ឲ្យខានតែបានស្រីលៀបលែងគិតអ្វីទៀតហើយគឺថានាងចង់ដឹងចង់ឮឲ្យខានតែបានហើយនាងគឺត្រូវតែដឹងឲ្យបានពេលនោះស្រីលៀបនាងក៏បានសម្រេចចិត្តដើរឡើងតាមកម្មចន្ទើទៅជាន់ខាងលើនាងដើរយឺតនាងដើរបណ្ដើរឈប់ស្ដាប់សំឡេងនោះបណ្ដើរពេលនោះសំឡេងញ៉ាំនោះគឺនៅតែឮកាន់តែច្បាស់ទៅពេលនោះដែរនាងឡើងដល់ជាន់ទី2ទ្វារដៃច្រេះនៅខាងមុខនាងភ្លាមនោះដែរស្រីលៀបនាងបានលួចសម្លឹងមើលទៅក្រោយទ្វារដែលងងឹតនោះនាងលបមើលតាមចម្រឹងទ្វារដែកនោះនាងឃើញកម្មចន្ទើឡើងងងឹតឈឹងនាងឃើញថាសសង្កសីចាស់មួយដែលគេទុកចោលនៅទីនោះហើយពេលនោះដែរនាងក៏បានឃើញអ្វីដែលចម្លែកនោះ
វាគឺជាមនុស្សស្រីម្នាក់ដែលមានរូបរាងស្គមស្គាំងខ្លាំងណាស់សក់ខ្មៅវែងគ្របមុខជិតនាងកំពុងតែស៊ីគុយទាវដោយប្រើដៃទទេស៊ីយ៉ាងត្រហេកត្រហប់យ៉ាងសាហាវខ្លាំងណាស់ដូចជាមិនធ្លាប់បានស៊ីបាយរាប់រយឆ្នាំមកហើយអញ្ចឹងរំពេចនោះស្រាប់តែវាឈប់ហើយស្ងាត់ឈឹងមិនឮសំឡេងអ្វីទាំងអស់ក្បាលវាចាប់ផ្ដើមបែរមុខយឺតបាក់កវារមួលទៅក្រោយវិញទាំងស្រុងស្រីលៀបឃើញមុខវាដោយភ្នែកខ្មៅរបស់វាសម្លឹងមកនាងភ្នែកវាគ្មានអ្វីក្រៅពីភាពងងឹតនោះទេបបោមាត់វាកំពុងតែញញឹមយ៉ាងគួរឲ្យយើងញាប់ញ័រយ៉ាងខ្លាំងធ្មេញវាឡើងលឿងរលួយហើយមានគុយទាវនៅជាប់តាមចិញ្ចាញធ្មេញរបស់វាពេលនោះសីលៀបនាងយល់ហើយការញញឹមនោះមិនមែនញញឹមដោយទឹកចិត្តល្អនោះទេញញឹមនោះមានន័យថាឯងឃើញអញហើយសីលៀបស្រែកយ៉ាងខ្លាំងនាងស្រែកអស់ពីក្នុងខ្លួនរបស់នាងពេលនោះដែរនាងដួលរមៀលចុះពីលើកម្មចន្ទាយ៉ាងដំណំប៉ុន្តែវាឈឺមិនស្មើនឹងការភ័យខ្លាចនៅពេលនោះទេហើយសីលៀបនាងក្រោកឡើងវិញយ៉ាងលឿននាងឈឺក្បាលជង្គង់ខ្លាំងណាស់ប៉ុន្តែនាងមិនខ្វល់ទេនាងចង់តែរត់ចេញពីទីនោះឲ្យបាននាងបានលូនតាមក្រោមទ្វារដែកខាងមុខហាងដែលមានភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងមកលើខ្លួននាងឡើងត្រជាក់ញាក់ញ័រពេញខ្លួនស្រីលៀបនាងឈរនៅកណ្ដាលផ្លូវភ្លៀងធ្លាក់មកលើនាងទៅទឹកខ្លួនជោកនាងស្រែកយំទាំងញ័រខ្លួនដៃរបស់ស្រីលៀបនាងញ័រមិនឈប់នាងបានចុចទូរស័ព្ទខលទៅប្តីរបស់នាងបងមកយកខ្ញុំឲ្យលឿនមកនាងយំតាមទូរស័ព្ទពេលនោះដែរមានបរិសុទ្ធចំណាស់ម្នាក់ដែលកំពុងអង្គុយនៅលើម៉ូតូនៅក្បែរនោះគាត់មើលមកស្រីលៀបគាត់មើលទៅហាងនោះហើយទឹកមុខរបស់គាត់មិនភ្ញាក់ផ្អើលអ្វីនោះទេរំពេចនោះប្តីរបស់នាងក៏បានមកដល់ស្រីលៀបនាងក៏លោតឡើងជិះលើម៉ូតូភ្លាមហើយម៉ូតូក៏បើកចេញពីទីនោះភ្លាមទៅយប់នោះស្រីលៀបអង្គុយសរសេរសារផ្ញើទៅឲ្យមីងម្ចាស់ហាងមីងខ្ញុំឈប់ធ្វើការហើយខ្ញុំក៏មិនត្រូវការលុយប្រាក់ខែអីដែរសូមកុំតាក់ទងមកខ្ញុំទៀតនាងចុចផ្ញើសារនោះទៅឲ្យមីងម្ចាស់ហាងភ្លាមបន្ទាប់មកស្រីលៀបនាងក៏ប្លុកលេខរបស់មីងម្ចាស់ហាងនោះចោលនាងមិនចង់ឮការពន្យល់អ្វីទាំងអស់របស់មីងម្ចាស់ហាងនោះដែរលុះដល់ប្រហែលសប្តាហ៍ក្រោយមកស្រីលៀបនាងក៏បានទៅផ្សារដើម្បីទិញសៀវភៅខ្លះពេលនោះដែរនាងបានដើរកាត់ផ្លូវចាស់នោះដោយចេតនានាងបានឈប់ទិញទឹកសុទ្ធមួយដបពេលនោះភ្នែករបស់នាងសម្លឹងទៅចុងម្ខាងនៃផ្លូវឃើញហាងគុយទាវមួយនោះតែនៅពេលនេះហាងនោះបានបិទបាត់ទៅហើយស្រាប់តែពេលនោះដែរមានបរិសុទ្ធចំណាស់ម្នាក់ឈរក្បែរម៉ូតូហើយស្រែកហៅស្រីលៀបមកអង្គុយក្បែរគាត់ចង់សួរសុខទុក្ខនាងបន្តិចបន្តួចពេលនោះដែរស្រីលៀបនាងបាននិទានរឿងទាំងអស់ឲ្យពូម្នាក់នោះស្ដាប់ខ្ញុំឃើញភ្នែកវាភ្នែកខ្មៅហើយបរិសុទ្ធចំណាស់នោះពេលដែលឮហើយគាត់គ្រាន់តែងក់ក្បាលបន្ទាប់មកបរិសុទ្ធចំណាស់នោះគាត់បានប្រាប់ស្រីលៀបថាកូនអើយមនុស្សស្រុកនេះគេដឹងគ្រប់គ្នាទាំងអស់ហ្នឹងម្ចាស់ហាងម្នាក់នោះគាត់បានចិញ្ចឹមព្រាយនៅក្នុងផ្ទះបរិសុទ្ធចំណាស់នោះបានបន្តទៀតថាព្រាយវាស្រេកឃ្លានវាអត់បាយប្រហែលថ្ងៃវាចុះមករកអីស៊ីហាងនេះចេះតែដូរកូនឈ្នួលម្ដងមួយជារៀងរហូតហ្នឹងពីមុនហាងនោះមានកូនឈ្នួលចំនួន5នាក់ហើយពួកគេរត់ចេញដូចជាកូនឯងអញ្ចឹងដែរកូនស្រីសំណាងហើយដែលវាមិនទាន់ចុះមកចិត្តកូននោះពេលឮបែបនោះស្រីលៀបនាងញ័រសាច់មួយរំពេចបើនាងមិនរត់ទេបើនាងមិនឡើងទៅចិត្តវាទេ
បរោះចំណាស់នោះអង្អែស្មាស្រីលៀបកុំខ្លាចអីកូនកូននៅរស់ទេឥឡូវនេះរំពេចនោះស្រីលៀបងាកមកមើលហាងនោះជាលើកចុងក្រោយក្នុងគំនិតរបស់នាងឃើញតែភ្នែកខ្មៅរបស់ព្រាយនោះជារៀងរហូតបន្ទាប់មកស្រីលៀបនាងបានដើរចេញពីបរោះចំណាស់ម្នាក់នោះមកនាងមិនងាកក្រោយឡើយហើយនាងក៏មិនដែលនឹងងាកក្រោយជារៀងរហូតមកដល់សប្តាហ៍ថ្ងៃនេះរាល់ពេលដែលស្រីលៀបនាងឃើញកម្មចណ្ដើងងឹតម្ដងក្នុងផ្ទះជួលចាស់ស្រីលៀបនាងតែងតែរត់ចេញជានិច្ចរាល់យប់នាងយល់សពឃើញទ្វារដៃច្រេះនោះបើករហូតយល់សពឃើញរង្វង់ភ្នែកខ្មៅកំពុងតែសម្លឹងមករកនាងថ្ងៃនេះហាងនោះបានបិទទៅហើយមីងម្ចាស់ហាងនិងពូម្នាក់នោះក៏បានបាត់ខ្លួនទៅណាមិនក៏មិនដឹងដែរព្រាយនៅតែស្រេកឃ្លាននៅជាន់ទី3នោះដដែលដូច្នេះហើយបើបងប្អូនទៅញ៉ាំបាយក្នុងហាងចាស់ណាមួយហើយឃើញម្ចាស់ហាងយកបាយទៅដាក់នៅជាន់ខាងលើចូលប្រយ័ត្នប្រយែងផងអាចនឹងដូចករណីខាងលើនេះក៏ថាបានរឿងនេះបានបង្រៀនយើងថាពេលខ្លះអីវ៉ាន់ដែលគេធ្វើនៅក្នុងហាងលក់ដាច់ជាងគេមិនមែនមកពីរសជាតិឆ្ងាញ់នោះទេសូម្បីតែមានលុយច្រើនក៏មិនអាចទិញសន្តិភាពផ្លូវចិត្តមកវិញបានដែរនេះគឺជារឿងរ៉ាវរបស់មិត្តអ្នកស្ដាប់របស់យើងដែលបានផ្ញើមកកាន់ admin បើអ្នកធ្លាប់ជួបបទពិសោធន៍យ៉ាងនេះដែរនោះសូមចែករំលែកមកកាន់យើងខ្ញុំផងសូមចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានរឿងរ៉ាវថ្មីជារៀងរាល់សប្តាហ៍ជាចុងក្រោយសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា